បុរសជាប្តីបានដាក់ថ្នាំសណ្ដំចូលនៅក្នុងស្រារួចបង្ខំឲ្យប្រពន្ធផឹកដើម្បីឲ្យខ្លួនមានឱកាសបានចេញទៅជួបជាមួយនឹងស្រីស្នេហ៍នៅខាងក្រៅហើយស្ត្រីជាប្រពន្ធក៏បានផឹកស្រានោះបន្តិចក្រោយមកនាងក៏បានដេកលក់ហើយបុរសជាប្តីក៏បានបីនាងចូលទៅក្នុងបន្ទប់គេងដោយគិតថាផែនការរបស់ខ្លួនបានសម្រេចហើយបុរសជាប្តីដែលមានឈ្មោះថាហាវឈៀនក៏បានជិះឡានចេញទៅខាងក្រៅដោយមិននឹកស្មានថាស៊ូលីដែលជាប្រពន្ធរបស់គេបានកំពុងតែតាមខ្លួនពីខាងក្រោយនោះទេការពិតទៅស៊ូលីបានដឹងពីផែនការរបស់ហាវឈៀនមុនបាត់ទៅហើយព្រោះតែនាងបានលួចឆែកទូរស័ព្ទរបស់ហាវឈៀននៅពេលដែលគេកំពុងងូតទឹកហើយនាងបានធ្វើពុតជាផឹកស្រាដែលមានថ្នាំសណ្ដំនៅមុខហាវឈៀនបន្ទាប់មកនាងបានរកលេសចូលទៅក្នុងបន្ទប់ទឹកហើយក្អួតស្រាទាំងនោះចេញមកវិញរួចនាងធ្វើពុតជាដេកលក់ដូចជាត្រូវថ្នាំសណ្ដំមែនទែនអញ្ចឹងតែនៅពេលដែលហាវឈៀនចេញផុតស៊ូលីក៏បានលួចមកតាមហាវឈៀនពីក្រោយចំណែកឯហាវឈៀនឯនេះវិញគេបានដើរចូលមកក្នុងក្លឹបទាំងសប្បាយចិត្តដោយមិនបានដឹងថាស៊ូលីគឺកំពុងតែតាមគេមកនោះទេស៊ូលីបានតាមហាវឈៀនដល់ក្នុងបន្ទប់ដែលគេនិងស្រីស្នេហ៍បានណាស់ជួបគ្នាពេលនោះស្រីស្នេហ៍របស់ហាវឈៀនក៏បានដើរចេញមកដែលធ្វើឲ្យស៊ូលីមានការតក់ស្លុតជាខ្លាំងព្រោះតែនាងមិននឹកស្មានថាស្រីម្នាក់នោះគឺជាស៊ីវយាដែលជាមិត្តសម្លាញ់របស់នាងនោះទេហើយពេលដែលស៊ីវយាបានជួបជាមួយហាវឈៀនភ្លាមពួកគេក៏បានបង្កើតនូវសកម្មភាពយ៉ាងស្និទ្ធស្នាលដែលសកម្មភាពនោះពិតជាធ្វើឲ្យស៊ូលីនាងឈឺចាប់យ៉ាងខ្លាំងបន្តិចក្រោយមកពួកគេទាំងពីរក៏បានចេញពីក្លឹបហើយនាំគ្នាទៅឡើងឋានសួគ៌នៅក្នុងសន្តាគារមួយពេលនោះស៊ូលីក៏បានទៅតាមពួកគេដល់ទីនោះដែរដោយនាងមានបំណងចង់តាមចាប់ពួកគេនៅទីនោះតែម្ដងតែនាងស្រាប់តែប្តូរចិត្តដោយទូរស័ព្ទប្តឹងប៉ូលីសជំនួសវិញហើយចោទប្រកាន់ពួកគេទាំងពីរថាជាអ្នកជួញដូរផ្លូវភេទពេលនោះប៉ូលីសក៏បានធ្វើការចាប់ខ្លួនហាវឈៀននិងស៊ីវយាហើយនាំពួកគេទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសហើយស៊ូលីក៏បានរងចាំថតពួកគេទាំងពីរនៅក្នុងឡានដើម្បីទុកជាភស្តុតាងនៅពេលលែងលះចំណែកឯហាវឈៀននិងស៊ីវយាក៏បានធ្វើការបកស្រាយទៅកាន់ប៉ូលីសថាពួកគេទាំងពីរគឺជាគូស្នេហ៍នឹងគ្នាមិនមែនជាការជួញដូរផ្លូវភេទអីនោះទេដោយសារតែចម្លើយសារភាពរបស់ពួកគេដូចគ្នាប៉ូលីសក៏បានដោះលែងពួកគេឲ្យត្រឡប់មកផ្ទះវិញហើយនៅពេលដែលហាវឈៀនមកដល់ផ្ទះស៊ូលីក៏បានធ្វើពុតជាដេកលក់ដូចជានាងមិនបានចេញទៅណានោះទេតែការពិតមុនពេលដែលនាងបានត្រឡប់មកផ្ទះវិញស៊ូលីបានយករូបថតដែលសាវឈៀនលួចមានសហាយនោះទៅពិភាក្សាជាមួយមេធាវីដើម្បីធ្វើការលែងលះរួចទៅហើយប៉ុន្តែមេធាវីបានប្រាប់នាងថាបើសិនជាស៊ូលីធ្វើការលែងលះជាមួយនឹងហាវឈៀននៅពេលនេះនោះទ្រព្យសម្បត្តិរួមរបស់ពួកគេនឹងត្រូវបែងចែកជាពីរជាមិនខានតែសិនជានាងមិនចង់ឲ្យទ្រព្យសម្បត្តិនោះបានទៅហាវឈៀនទេស៊ូលីត្រូវធ្វើយ៉ាងណាឲ្យទ្រព្យសម្បត្តិទាំងអស់នោះស្ថិតនៅក្រោមឈ្មោះរបស់នាងជាមុនសិនទើបជារឿងល្អស៊ូលីក៏បានស្ដាប់តាមសម្ដីមេធាវីដោយនៅថ្ងៃបន្ទាប់ស៊ូលីប្រើល្បិចធ្វើជាបំភ័យហាវឈៀនដោយយកកំបិតទៅគំរាមគេនៅពេលដែលគេកំពុងតែដេកលក់ហើយស៊ូលីនិយាយថាបងលួចក្បត់ខ្ញុំទៅមានសហាយចឹងបងត្រូវតែស្លាប់ហើយហាវឈៀនក៏បានឆ្លើយទាំងភ័យខ្លាចថាបងមិនដឹងរឿងអីទេអូនកុំធ្វើចឹងឬហាវឈៀននិយាយបែបនោះហើយស៊ូលីក៏បានធ្វើពុតជាសាច់ហើយនិយាយថាអូនធ្វើលេងតើហេតុអ្វីបងចាំបាច់ភ័យអីដល់ថ្នាក់ហ្នឹងតែហាវឈៀនគេមិនបានគិតថាស៊ូលីលេងសាច់នោះទេព្រោះរូបគេពិតជាបានប្រព្រឹត្តរឿងនោះមែនទើបបានជាគេភ័យដល់ថ្នាក់ហ្នឹងតែបន្ទាប់ពីឮស៊ូលីនិយាយបែបនោះហើយហាវឈៀនគេហាក់មានអារម្មណ៍ថាធូរទ្រូងជាខ្លាំងនៅថ្ងៃបន្ទាប់ស៊ូលីក៏បានហៅស៊ីវយាដែលជាមិត្តជិតស្និទ្ធរបស់នាងព្រមទាំងជាសហាយរបស់ប្តីនាងមកចូលរួមការប្រឡងបញ្ចេញនៅសមត្ថភាពសម្ដែងនៅក្នុងក្រុមហ៊ុនរបស់នាងតែពេលស៊ីវយាមកដល់ភ្លាមស៊ូលីក៏បានទះកំភ្លៀងនាងជាច្រើនដៃរហូតដល់នាងដួលពេលនោះស៊ីវយាសួរថាហេតុអ្វីបានជាស៊ូលីវាយនាងស៊ូលីក៏បានធ្វើពុតជាញាក់ភ្នែកប្រាប់ស៊ីវយាថានាងកំពុងតែសម្ដែងឲ្យអ្នកផ្សេងទៀតបានឃើញពីសមត្ថភាពរបស់នាងធ្វើឲ្យស៊ីវយាឈប់ឆ្ងល់ហើយក៏បានធ្វើពុតជាសម្ដែងដែរដោយនាងមិនបានដឹងថានោះគឺជាការបញ្ចេញកំហឹងរបស់ស៊ូលីចំពោះនាងរឿងដែលស៊ីវយាតាក់ទងប្តីរបស់នាងនោះទេក្រោយពីបញ្ចេញកំហឹងហើយស៊ូលីក៏បានញញឹមហើយប្រាប់ថាស៊ីវយាពិតជាសម្ដែងបានល្អណាស់ដោយនាងនឹងជ្រើសរើសស៊ីវយាឲ្យធ្វើជាតួសម្ដែងនៅក្នុងក្រុមហ៊ុនរបស់នាងដែលធ្វើឲ្យស៊ីវយាមានការសប្បាយចិត្តជាខ្លាំងនៅថ្ងៃបន្ទាប់ស៊ីវយាហើយនឹងហាវឈៀនក៏បានបន្តការផិតក្បត់នៅពីក្រោយខ្នងរបស់ស៊ូលីបន្តទៀតតែពេលនោះហាវឈៀនក៏បានទទួលនៅសារពីមនុស្សមិនស្គាល់មុខម្នាក់ដែលគេបានផ្ញើនៅរូបភាពដែលហាវឈៀននិងស៊ីវយាដែលត្រូវបានប៉ូលីសចាប់នៅថ្ងៃមុនហើយទាមទារយកលុយចំនួន2លានទុកជាធ្នូបើមិនដូច្នេះទេគេនឹងយករូបនោះទៅបង្ហោះជាសាធារណៈជាមិនខានដំណឹងនោះធ្វើឲ្យស៊ីវយានិងហាវឈៀនតគំនិតតែដោយសារតែពេលរូបភាពនោះផុសចេញទៅស៊ីវយាអាចនឹងបាត់បង់ឱកាសជាអ្នកសម្ដែងរបស់នាងហើយហាវឈៀនក៏អាចនឹងបែកការនៅរឿងដែលគេលួចមានសហាយជាមួយមិត្តភក្តិរបស់ប្រពន្ធខ្លួនផងដែរស៊ីវយាក៏បានផ្ដល់គំនិតឲ្យហាវឈៀនទៅសុំខ្ចីលុយពីស៊ូលីដើម្បីដោះស្រាយបញ្ហានោះហើយប្រាប់នាងថាពួកគេត្រូវការលុយទិញភាគហ៊ុនថ្មីដើម្បីកុំឲ្យស៊ូលីសង្ស័យដោយគ្មានមធ្យោបាយអ្វីផ្សេងហាវឈៀនក៏បានធ្វើតាមហើយគេក៏បានមកពិភាក្សាជាមួយស៊ូលីភ្លាមហើយស៊ូលីក៏បានយល់ព្រមតាមអ្វីដែលគេចង់បានដោយមិនបានដេញដោលអ្វីនោះទេ
បន្ទាប់ពីដឹងថាលុយនោះបានមកដល់ដៃហាវឈៀនភ្លាមជនមិនស្គាល់មុខនោះបានទុកពេលឲ្យហាវឈៀន15នាទីដោយតម្រូវឲ្យគេយកលុយនោះទៅដាក់នៅក្នុងកាបូបមួយបន្ទាប់មកយកកាបូបនោះទៅដាក់នៅក្នុងធុងសម្រាមនៅមុខសន្តាគារដែលធំជាងគេនៅក្នុងទីក្រុងដោយគ្មានជម្រើសហាវឈៀនក៏បានធ្វើតាមដោយគេបានពាក់ម៉ាស់ហើយយកលុយទៅដាក់នៅទីនោះតាមការបង្គាប់របស់ជនមិនស្គាល់មុខនោះបន្តិចក្រោយមក15នាទីក៏បានកន្លងផុតហាវឈៀនក៏បានប្រញាប់រត់ត្រឡប់មកកន្លែងនោះវិញដោយគេបានឃើញអ្នកអនាម័យម្នាក់កំពុងតែកាន់កាបូបនោះហាវឈៀនក៏បានរត់មកដល់តាមកាបូបនោះរួចបើកវាមើលតែជាលទ្ធផលគឺលុយទាំងនោះត្រូវបានបាត់អស់ទៅហើយដោយអ្នកដែលបានយកលុយទាំងអស់នោះគឺជាស៊ូលីទៅវិញដោយការពិតរឿងទាំងនោះគឺជាគម្រោងការរបស់ស៊ូលីរៀបចំដើម្បីបោកយកលុយនេះដោយសហការជាមួយលេខារបស់នាងឈ្មោះស៊ីវសឹងដោយឲ្យនាងជាអ្នកផ្ញើសារទៅហាវឈៀនហើយស៊ូលីគឺជាអ្នកចាំយកលុយទាំងអស់នោះតែហាវឈៀនមិនបានដឹងថាវាជាល្បិចរបស់ស៊ូលីនោះទេស៊ូលីធ្វើបែបនោះគឺដើម្បីឲ្យលុយដែលជាចំណែករបស់ហាវឈៀនបានក្លាយជាលុយរបស់នាងដោយមិនឲ្យគេដឹងខ្លួនបន្ទាប់មកស៊ូលីក៏បានបញ្ជាឲ្យលេខារបស់នាងផុសរូបរបស់ហាវឈៀននិងស៊ីវយីចូលទៅក្នុងបណ្ដាញសង្គមដើម្បីជាការបញ្ចេញកំហឹងនៅក្នុងចិត្តរបស់នាងហើយស៊ូលីក៏សម្ដែងធ្វើជាខូចចិត្តនៅតាមបណ្ដាញសង្គមក្រោយពេលដែលឃើញរូបនោះត្រូវបានផុសចំណែកឲ្យហាវឈៀននិងស៊ីវយីឯនេះវិញបន្ទាប់ពីបានឃើញរូបរបស់ខ្លួនត្រូវបានគេបង្ហោះហើយពួកគេក៏បានមករកទីប្រឹក្សារបស់ក្រុមហ៊ុនឲ្យជួយដោះស្រាយតែអ្នកទាំងនោះមិនអាចជួយពួកគេបានទេដោយគេបានប្រាប់ទៅកាន់ស៊ីវយីនិងហាវឈៀនថាមានតែស៊ូលីម្នាក់ប៉ុណ្ណោះដែលអាចជួយគេបានដោយមិនចង់បាត់បង់ការងារជាតួសម្ដែងរបស់ពួកគេហាវឈៀវក៏បានខកសុំជំនួយពីស៊ូលីមិនយូរប៉ុន្មានស៊ូលីក៏បានមកដល់ហើយនាងបានប្រាប់ឲ្យពួកគេបើកសន្និសីទកាសែតដើម្បីធ្វើការសុំទោសជាសាធារណៈហើយពួកគេទាំងពីរក៏បានយល់ព្រមតែនៅថ្ងៃនោះស៊ូលីបានព្យាយាមបំបាក់មុខស៊ីវយីឲ្យសមនឹងអ្វីដែលនាងបានធ្វើដោយឲ្យនាងនិយាយថាដើម្បីបង្ហាញការសុំទោសដោយចេញពីទឹកចិត្តស្មោះស៊ីវយីនឹងធ្វើការលុតជង្គង់សុំទោសអ្នកទាំងអស់គ្នាពាក្យនោះធ្វើឲ្យគ្រប់គ្នានៅទីនោះមានការភ្ញាក់ផ្អើលតែដោយសារតែនោះគឺជាឱកាសដែលស៊ីវយីអាចរក្សាតំណែងរបស់នាងបានស៊ីវយីក៏សុខចិត្តធ្វើតាមនៅអ្វីដែលស៊ូលីបាននិយាយដោយខឹងនឹងទង្វើដែលស៊ូលីធ្វើមកលើស៊ីវយីហាវឈៀនបានរៀបផែនការដើម្បីធ្វើការសងសឹកទៅកាន់ស៊ូលីវិញដោយគេព្យាយាមសម្ដែងធ្វើនៅទង្វើល្អចំពោះស៊ូលីដើម្បីឲ្យនាងទុកចិត្តបន្ទាប់មកហាវឈៀននឹងរកឱកាសលួចមើលលេខសម្ងាត់ទូដែករបស់ស៊ូលីហើយលួចយកគ្រឿងអលង្ការទាំងអស់របស់នាងយកទៅលក់ទុកជាការតបស្នងទៅកាន់ស៊ីវយីតែនៅពេលដែលគេយករបស់ទាំងនោះទៅលក់អ្នកទិញគ្រឿងអលង្ការនោះប្រាប់ពួកគេថារបស់ដែលហាវឈៀនយកមកលក់នោះគឺសុទ្ធតែជារបស់คล้ายៗទាំងអស់ដោយគិតថាទាំងនោះគឺជាល្បិចរបស់ស៊ូលីចង់ធ្វើបាបពួកគេហាវឈៀនក៏បានត្រឡប់មកជួបស៊ូលីដើម្បីជម្រាបបញ្ជីតែនៅពេលហាវឈៀនបានមកដល់ភ្លាមស៊ូលីក៏និយាយឌឺដងឲ្យហាវឈៀនធ្វើយ៉ាងណាឲ្យហាវឈៀនកាន់តែខឹងនឹងនាងដោយខឹងនឹងស៊ូលីខ្លាំងពេកហាវឈៀនក៏បានទាញស៊ូលីបោកទៅលើតុមួយដែលនៅក្បែរនោះបណ្ដាលឲ្យនាងបែកក្បាលតែស៊ូលីនាងបែរជីញឹមទៅកាន់ហាវឈៀនទៅវិញពេលនោះវាំងននដែលនៅពីក្រោយហាវឈៀនក៏បានបើកហើយមានមនុស្សជាច្រើននៅខាងក្រៅវាំងនននោះព្រោះតែរឿងទាំងនោះគឺជាការរៀបចំរបស់ស៊ូលីដើម្បីឲ្យនាងមានហេតុផលនិងភ័ស្តុតាងក្នុងការប្តឹងហាវឈៀននិងធ្វើឲ្យគេជាប់គុកដោយសារតែនៅពេលនោះមានមនុស្សជាច្រើនបានឃើញនៅទង្វើរបស់ហាវឈៀនធ្វើទៅលើស៊ូលីហាវឈៀនក៏ត្រូវបានប៉ូលីសកាត់ទោសឲ្យជាប់គុក2ឆ្នាំហើយស៊ូលីក៏បានផុសនៅវីដេអូទៅក្នុងបណ្ដាញសង្គមថាដោយសារតែស៊ីវយីទើបហាវឈៀនហ៊ានប្រើនៅអំពើហិង្សាលើនាងរឿងនោះធ្វើឲ្យស៊ីវយីត្រូវបានមហាជននិងអ្នកលេងតាមបណ្ដាញសង្គមស្ដីបន្ទោសនាងជាឡើងលើរឿងដែលនាងលួចតាក់ទងប្តីរបស់មិត្តភ័ក្តិនិងជាអ្នកផ្ដាំគំនិតឲ្យហាវឈៀនធ្វើបាបស៊ូលីធ្វើឲ្យស៊ីវយីរងនៅភាពអាម៉ាស់ព្រមទាំងត្រូវបានគេធ្វើបាបរាល់ពេលដែលនាងចេញទៅខាងក្រៅដោយមិនអាចប្រឈមមុខនឹងបញ្ហាទាំងអស់នោះបានស៊ីវយីក៏បានសម្លាប់ខ្លួនតែម្ដងទៅហើយស៊ូលីក៏បានសប្បាយចិត្តព្រោះនាងបានសងសឹកនៅអ្វីដែលអ្នកទាំងពីរនោះបានធ្វើចំពោះនាង